Yeah ខ្ញុំចេញមកបកស្រាយសម្រាយពីលុយខ្មែរខ្ញុំចេញមកបកស្រាយសម្រាយពីលុយខ្មែររៀបរាប់ពីប្រាសាទមានច្រើនដ៏ហូរហែថាដូនតាខ្មែរយើងពិតជាអស្ចារ្យក្រដាស50រៀលមានរូបប្រាសាទបន្ទាយស្រីបងប្អូនប្រុសស្រីត្រូវចាំទាំងអស់គ្នាក្រដាស100រៀលមានរូបប្រាសាទព្រះកែវមរកតឬក៏ព្រះវិហារព្រះកែវមរកតហៅកាត់ថាវត្តប្រាក់ក្រដាស200រៀលមានរូបប្រាសាទច័ន្ទឆៃយ៉ាពិតជាស្អាតអស្ចារ្យស្រស់ស្អាតគ្មានពីរក្រដាស500រៀលមានរូបស្ពានគីសូណាស្រស់ស្អាតអស្ចារ្យនៅខេត្តកំពង់ចាមក្រដាស1000រៀលមានរូបប្រាសាទព្រះទីនាងទីវាវិនិច្ឆ័យកាលសម័យក្មេងៗស្គាល់ច្បាស់ជាងគេក្រដាស2000រៀលមានរូបប្រាសាទសម្បូរព្រៃគុកបងប្អូនទៅចាំទុកនេះជាគេដូនតាក្រដាស5000រៀលមានរូបស្ពានកំពង់ក្តីបងប្អូនប្រុសស្រីអ្នកណាក៏ស្គាល់ដែរក្រដាស10000រៀលមានរូបប្រាសាទនាគពន្ធនៅខេត្តសៀមរាបនិយាយពីទេសភាពពិតជាស្អាតអស្ចារ្យក្រដាស15000រៀលមានរូបវាមានឈ្នះបងប្អូនដឹងច្បាស់ថានៅម្ដុំណាក្រដាស20000រៀលមានរូបប្រាសាទបន្ទាយស្រីបងប្អូនប្រុសស្រីនៅខេត្តសៀមរាបខ្ញុំសូមជម្រាបតតលេងទាំងអស់គ្នាក្រដាស30000រៀលមានរូបវាមានឯករាជ្យនៅក្រុងភ្នំពេញជិះកាត់ព្រឹកមិញទិញបានអីខ្លះក្រដាស50000រៀលមានរូបប្រាសាទបាគងនៅខេត្តសៀមរាបខ្ញុំមិនចង់រាប់រៀបអ្នកណាក៏ស្គាល់ដែរក្រដាស100,000រៀលមានរូបគ្រុឌនៅប្រាសាទព្រះខ័ននៅខេត្តសៀមរាបខ្ញុំសូមជម្រាបតែប៉ុណ្ណឹងបើមានខុសត្រូវសូមបងប្អូនកុំខឹងសូមបងប្អូនកុំខឹង